កាលពីប៉ុន្មានឆ្នាំមុននៅតាមបណ្ដោយបន្ទាត់ព្រំដែនដែលគ្របដណ្ដប់ដោយជួរភ្នំខ្ពស់និងព្រៃឈើក្រាស់ឃ្មឹកមានកងកម្លាំងទាហានព្រំដែនមួយក្រុមបានឈរជើងប្រចាំការយ៉ាងរឹងមាំក្នុងចំណោមនោះមានយុវជនម្នាក់ឈ្មោះវិសាលដែលជាទាហានវ័យក្មេងមានស្មារតីក្លាហានរហ័សរហួននិងមានចំណេះដឹងជ្រៅជ្រះផ្នែកភូមិសាស្ត្រព្រៃឈើជារៀងរាល់ថ្ងៃវិសាលនិងក្រុមការងារត្រូវដើរល្បាតកាត់ព្រៃជ្រៅឆ្លងអូរនិងឡើងភ្នំដើម្បីការពារបូរណភាពទឹកដីផងនិងការពារព្រៃឈើពីជនខិលខូចផងយប់មួយចំពេលមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចវិសាលបានទទួលសេចក្តីរាយការណ៍សម្ងាត់មួយថាមានក្រុមជនល្មើសកំពុងលួចឆ្លងដែនចូលមកកាត់ឈើប្រណិតនៅក្នុងតំបន់ព្រៃអភិរក្សក្បែរព្រំដែនដោយមិនបង្អង់យូរវិសាលបានដឹកនាំក្រុមល្បាតចំនួន5នាក់ធ្វើដំណើរឆ្ពោះទៅកាន់គោលដៅទាំងកណ្ដាលអាធ្រាត្រដោយសារគាត់ស្គាល់ច្បាស់ពីភូមិសាស្ត្រតំបន់នោះនិងដឹងពីផ្លូវដែលពួកជនល្មើសតែងតែប្រើប្រាស់ក្រុមរបស់វិសាលបានទៅដល់ទីតាំងមុនហើយពួនស្ទាក់ចាំយ៉ាងស្ងៀមស្ងាត់មិនយូរប៉ុន្មានសំឡេងម៉ាស៊ីនអាឈើក៏បន្លឺឡើងបំបែកភាពស្ងាត់ជ្រុងនៃព្រៃរាត្រីក្រុមជនល្មើសមានគ្នាប្រមាណ10នាក់កំពុងរៀបចំផ្ដួលរំលំដើមឈើធំវិសាលបានប្រើសញ្ញាដៃបញ្ជាក្រុមរបស់ខ្លួនឲ្យឡោមព័ទ្ធដោយប្រុងប្រយ័ត្នពេលគ្រប់គ្នាចូលដល់ទីតាំងរៀងខ្លួនវិសាលក៏បានស្រែកព្រមានទាមទារឲ្យក្រុមជនល្មើសទម្លាក់អាវុធនិងឧបករណ៍ចោលដំបូងឡើយក្រុមជនល្មើសមានបំណងចង់រត់គេចនិងតបវិញប៉ុន្តែដោយឃើញកម្លាំងទាហានព្រំដែនមានវិន័យតឹងរ៉ឹងយុទ្ធសាស្ត្រឡោមព័ទ្ធជិតឈឹងនិងភាពអង់អាចក្លាហានរបស់វិសាលពួកគេក៏ព្រមចុះចាញ់ដោយគ្មានជម្រើសដើមឈើធំដែលជាជំរករបស់សត្វព្រៃនិងសត្វល្អិតរាប់លានជីវិតត្រូវបានសង្គ្រោះទាន់ពេលវេលាព្រឹកឡើងមេបញ្ជាការបានកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃរបស់វិសាលនិងក្រុមការងារវិសាលបានឈរយ៉ាងសង្ហាញឹមទទួលការសរសើររួចពោលឡើងថាការការពារទឹកដីគឺជាតួនាទីរបស់ទាហានគ្រប់រូបប៉ុន្តែការការពារព្រៃឈើនិងធនធានធម្មជាតិដែលនៅលើទឹកដីនេះគឺជាការធានានូវដង្ហើមនិងអនាគតរបស់ជាតិយើងទាំងមូលប្រសិនបើយើងបាត់បង់ព្រៃឈើទោះយើងការពារព្រំដែនបានក៏ទឹកដីនេះលែងមានភាពរុងរឿងទៀតដែរចាប់ពីថ្ងៃនោះមកវិសាលមិនត្រឹមតែជាទាហានការពារព្រំដែនដ៏ឆ្នើមប៉ុណ្ណោះទេតែគាត់ក៏បានក្លាយជានិមិត្តរូបនៃការស្រឡាញ់និងអភិរក្សបរិស្ថានដែលធ្វើឲ្យប្រជាជននៅតំបន់នោះចូលរួមសហការការពារព្រៃឈើទាំងអស់គ្នា